ខេអ្នកគ្នាចង់ដឹងអំពីយុទ្ធសាស្ត្រមួយដែលកាត់បន្ថយនៃការកែ artwork design ពី client របស់យើងនេះវាជាយុទ្ធសាស្ត្រខ្ញុំផ្ទាល់ទេខ្ញុំចង់ចែកម្លែកទីមួយគឺយើងត្រូវប្រមូលព័ត៌មានលម្អិតពី client ឬក៏ថ្នាក់ដឹកនាំរបស់យើងឲ្យលម្អិតតែម្ដងទៅដល់នឹងការងារផ្សេងមិនថាជាការងារ online ឬក៏ offline នោះទេហើយវិធីសាស្ត្រមួយទៀតហ្នឹងគឺយើងត្រូវតែយល់ត្រូវតែដឹងអំពីចំណង់ចំណូលចិត្តរបស់ client និងទំនោររបស់គាត់ថាគាត់ទំនោរទៅបែបណាគាត់ចូលចិត្ត concept បែបណាហើយគាត់ចិត្ត style នៃ art បែបណានេះគឺជាយុទ្ធសាស្ត្រដែលខ្ញុំតែងតែប្រើប្រាស់ជាប្រចាំថ្ងៃតែម្ដងថានៅក្នុងការងារពេញម៉ោងឬក៏ក្រៅម៉ោងទេតែអ្វីដែលយើងអាចផ្ដល់គាត់មួយទៀតគឺការ propose មានន័យថាយើងអាច propose នៅការងារឬក៏ concept ណាមួយទៅកាន់អតិថិជននៅពេលដែលគាត់មិនដឹងពីរបៀបក្នុងការធ្វើឬក៏គាត់មិនដឹងថាគួរយក concept បែបណាអញ្ចឹងក្នុងនាមយើងជាអ្នក design អូខេយើងត្រូវតែផ្ដល់នៅគំនិតថ្មីទៅកាន់គាត់ផងដែរអញ្ចឹងវាងាយស្រួលក្នុងការឲ្យអតិថិជនមានការជ្រើសរើសនៅកិច្ចការរបស់យើងជួបគ្នានៅវីដេអូក្រោយទៀតមានតែប៉ុណ្្នឹងឯងបាយ